អ្នកបើករថយន្តបង្កឈ្មោះសាមីជូត្រូវបានក្រុមគ្រួសារសហការប្រគល់ខ្លួនឲ្យសមត្ថកិច្ចហើយទីបំផុតស្ត្រីដែលបើកបររថយន្ត Avatar 11ឈ្មោះសាមីជូបានបុកមនុស្សស្លាប់នោះត្រូវបានក្រុមគ្រួសារប្រគល់ខ្លួនឲ្យសមត្ថកិច្ចហើយក្រោយដឹងថាសមត្ថកិច្ចបិទគ្រប់ច្រកល្ហកមិនឲ្យចេញទៅណាសូម្បីតែក្រៅប្រទេសបានទីបំផុតស្ត្រីជាជនបង្កឈ្មោះសាមីជូត្រូវបានគ្រួសារសហការបានប្រគល់ខ្លួនឲ្យសមត្ថកិច្ចនិងស្នងការនគរបាលរាជធានីភ្នំពេញនៅថ្ងៃទី30 ខែកក្កដាឆ្នាំ2026នេះដើម្បីអនុវត្តតាមផ្លូវច្បាប់ករណីបើករថយន្តបុកមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនម្នាក់ស្លាប់កាលពីយប់ថ្ងៃទី28 ខែកក្កដាឆ្នាំ2026បើតាមប្រភពព័ត៌មានការនាំខ្លួនមកប្រគល់ជូនសមត្ថកិច្ចនេះថាសមត្ថកិច្ចបិទគ្រប់ច្រកល្ហកមិនឲ្យជនបង្ករត់គេចខ្លួនបានក្នុងនោះយោងតាមគេហទំព័រផ្ទាល់ខ្លួនរបស់លោកហេងរតនាស្នងការរងដឹកនាំចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញបានបង្ហោះនៅថ្ងៃទី30 ខែកក្កដាឆ្នាំ2026នេះថាពេលនេះឪពុកម្ដាយរបស់អ្នកបើកឡាន Avatar 11បានប្រគល់កូនជូនសមត្ថកិច្ចនៃស្នងការនគរបាលរាជធានីភ្នំពេញហើយសូមជម្រាបជូនថាគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង 11:30 នាទីកើតឡើងនៅថ្ងៃទី28 ខែកក្កដាឆ្នាំ2026លេខ 1003 នៅក្រុងសែនសុខអ្នកបើករថយន្តម៉ាក Avatar 11ពាក់ស្លាកលេខកម្ពុជា VC 8989ត្រូវបានគេស្គាល់មានឈ្មោះសានមេជូបានបើកវ៉ាជែងចូលទៅផ្លូវម្ខាងទៀតបានបុកម៉ូតូម៉ាកស្កូពីពាក់ស្លាកលេខ 1XL4247 បានស្លាប់ភ្លាមនៅត្រង់ចំណុចទីតាំងកើតហេតុនៅក្នុងទិសដៅបច្រាស់ទិសគ្នាបើយោងតាមអត្តសញ្ញាណប័ណ្ណដែលគេរើសបាត់នៅកន្លែងរងគ្រោះគួចលឹមហានមានអាយុ35ឆ្នាំមានស្រុកកំណើតនៅខេត្តកំពង់ចាមនិងជាមន្ត្រីពិសោធន៍សំណង់និងសាធារណការដោយអត្តសញ្ញាណជនបង្កត្រូវបានគេស្គាល់ឈ្មោះសាមីជូមានអាយុ27ឆ្នាំស្នាក់នៅផ្ទះលេខ789ការផ្លូវ1800ក្នុងភូមិទួលកកសង្កាត់ទួលសង្ខែខណ្ឌឫស្សីកែវរាជធានីភ្នំពេញក្រោយពីកើតហេតុសមត្ថកិច្ចជំនាញនៃស្នងការនគរបាលរាជធានីភ្នំពេញបានចុះវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករងចាំការដោះស្រាយគ្នាផ្លូវច្បាប់ជាក់ស្ដែងតែម្ដងចឹងសរុបជារួមមកឃើញថាជនបង្ករត់តាមិនរួចទេដែលមានឈ្មោះសាមីជូភេទស្រីអាយុ27ឆ្នាំថែមទាំងជាកូនអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភម្នាក់ថាសមត្ថកិច្ចតាមធ្វើការប្រមាញ់ចាប់ខ្លួនឥឡូវនេះគឺសមត្ថកិច្ចសហការជាមួយនឹងខាងក្រុមគ្រួសារនៃជនបង្កហ្នឹងក៏បានប្រគល់កូនដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់និយាយរួមបើតាមជាក់ស្ដែងទៅបើចង់ហត់ក៏ហត់មិនរួចដែរគឺកម្លាំងសមត្ថកិច្ចទាំងផ្លូវគោកនិងផ្លូវអាកាសបានធ្វើការបិទគ្រប់ច្រកល្ហកទាំងដើម្បីតាមចាប់ជនបង្កហ្នឹងជាក់ស្ដែងទៅបើតាមចាប់ឆ្ងាយឥឡូវនេះកម្លាំងសមត្ថកិច្ចសហការជាមួយនឹងក្រុមគ្រួសារហើយខាងក្រុមគ្រួសារក៏ប្រគល់កូនដើម្បីឲ្យសមត្ថកិច្ចធ្វើការតាមនីតិវិធីច្បាប់ផងដែរហ្នឹងហើយយើងពិតជាចូលរួមក្នុងការសោកស្ដាយខ្លាំងមែនទែនដែលបាត់បង់នៅធនធានមនុស្សជនរងគ្រោះហ្នឹងគាត់គឺជាមន្ត្រីមួយរូបដែរនិងជាមេគ្រួសារដែលត្រូវរ៉ាប់រងបន្ទុកក្នុងការចិញ្ចឹមឬក៏ផ្គត់ផ្គង់ទៅកាន់គ្រួសារនិងកូនរបស់គាត់គួរបញ្ជាក់ថាយើងក៏បានដឹងជាក់ស្ដែងថារថយន្តម៉ាក Avatar 11ហ្នឹងគឺគាត់បានបើកវ៉ាជែងហើយចូលកន្លងម៉ូតូហើយធ្វើឲ្យបុកម៉ូតូហ្នឹងពេញទំហឹងតែម្ដងដែលបណ្ដាលឲ្យជនរងគ្រោះហ្នឹងគាត់ស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុទាំងដែលគាត់បានទិញនៅច្រាសដោះធ្មេញនិងទឹកដោះគោដើម្បីយកទៅផ្ទះឲ្យកូនរបស់គាត់ហ្នឹងស្រាប់តែមិនបានដល់ផ្ទះផងជាអកុសលត្រូវបានជនដែលបង្កហេតុដែលបើករថយន្ត Avatar 11ហ្នឹងបានធ្វើការវ៉ាជែងក៏ធ្វើការបុកម៉ូតូស្កូពីរបស់គាត់ពេញទំហឹងតែម្ដងអ្វីដែលធ្វើឲ្យមហាជនកាន់តែមានកម្ដៅឬក៏មានការខំសម្បាយយ៉ាងខ្លាំងទៅទៀតនោះគឺអាពេលដែលបុកភ្លាមហ្នឹងអាជនបង្កគាត់អត់បានឈប់មើលជនរងគ្រោះដែលត្រូវខ្លួនបុកនោះទេគឺអត់មើលតែម្ដងគឺស្បែកជាចោះចេញពីឡានហើយធ្វើការចេញពីកន្លែងកើតហេតុដើម្បីធ្វើការឡើងទៅ pass app ដើម្បីគេចខ្លួនហ្នឹងក៏គេចដែរប៉ុន្តែគេចយ៉ាងណាក៏មិនបានដែរកម្លាំងសមត្ថកិច្ចយើងបានធ្វើការស្ទាក់ចាប់គ្រប់ច្រកល្ហកខ្លាំងមែនទែនទាំងផ្លូវគោកទាំងផ្លូវគឺមិនឲ្យជនសង្ស័យគេចខ្លួនបាននោះទេជាក់ស្ដែងតែឥឡូវនេះគឺចាប់ខ្លួនបានហើយគឺកំពុងធ្វើការតាមនីតិវិធីដូច្នេះហើយយើងត្រូវប្រុងប្រយ័ត្នខ្លាំងមែនទែនរឿងគ្រោះថ្នាក់ចរាចរណ៍នេះគឺកើតឡើងនៅលើសង្គមយើងជាក់ស្ដែងគឺកើតឡើងច្រើនមែនទែនហើយក៏មានមនុស្សស្លាប់ច្រើនមែនទែនដោយសារគ្រោះថ្នាក់ចរាចរណ៍ពេលខ្លះមានការប្រុងប្រយ័ត្នដោយខ្លួនយើងហើយមានអ្នកដទៃក៏អត់ប្រុងប្រយ័ត្នគាត់មកបុកយើងដោយករណីនេះអញ្ចឹងដែលបងប្រុសគាត់បានធ្វើការប្រុងប្រយ័ត្នហើយបើកម៉ូតូត្រូវកលើងបើកអីត្រូវបកគាត់ហើយប៉ុន្តែជាក់ស្ដែងគេមកបុកគាត់តែម្ដងជាមានវិបដិសារីខ្លាំងមែនហើយក៏បាត់បង់នៅធនធានដ៏កម្ររបស់ជាតិផងដែរ